ជីកតុងពីម៉ោងប៉ុណ្ណោះបងប្អូនពីភ្នំពេញមកទេសភាពស្អាតមែនទែនឲ្យចំណីជាបំបើដោះគោកយគុណជាមួយនឹងទេសភាពបែបស្រុកស្រែជនបទជាប់ជើងភ្នំញ៉ាំមន់ស្រែញ៉ាំប្រហុកចំហុយហើយនេះគឺជាបទពិសោធន៍មួយថ្មីដែលខ្ញុំប្រើប្រាស់ជាមួយនឹងរថយន្តបាទ Forcing បាទ T5 Evo បាទស៊េរីទំនើបឆ្នាំ2025តម្លៃខ្ទង់ 30000 ជាងឯណាហើយបើនិយាយពីមួយថ្ងៃពេញនៃការបើកបររថយន្តមួយនេះគឺស្រួលមែនទែនបើនិយាយពី driving mode វិញមានបាទ sport មាន eco មាន normal អញ្ចឹងវាស្រួលក្នុងស្ថានភាពផ្លូវខ្លះពិបាកឬក៏ស្រួលយើងអាចប្រើប្រាស់បានតាមហ្នឹងហើយបើនិយាយពីប្រអប់លេខវិញស្អាតតូចល្មមហើយចកូតវិញធួស្រួលបត់បែនហើយបើនិយាយពី option វិញបងប្អូនច្រើនមែនទែន option ច្រើនណាស់សម្រាប់រថយន្តមួយនេះហើយបើនិយាយពីតម្លៃខ្ទង់ 30000 ជាងមែនណាបងប្អូនប៉ុន្តែសម្រាប់រថយន្ត Forcing នេះគឺអំណាចមែនទែនមើលខាងក្រៅគឺស្អាតតាក់ទាញបើនិយាយពី option កំពូល option ហើយមានកៅអីបាទក្តៅត្រជាក់មានកៅអីបាទម៉ាស្សាបើសិនជាយើងបើកបរនៅលើដងផ្លូវអីយើងមានអារម្មណ៍ថាយើងចុករយខ្លួនអីដាក់កៅអីបាទម៉ាស្សាទៅហើយយើងអាចជ្រើសរើសបាទកៅអីក្តៅត្រជាក់អីបានហើយមានកាមេរ៉ា360ដែលយើងអាចមើលជុំវិញរថយន្តផងយើងសុវត្ថិភាពនៅពេលដែលយើងបើកបរនៅលើដងផ្លូវហើយបើនិយាយពីចំណុចល្អមួយទៀតបងប្អូននៅពេលដែលខ្ញុំមកតាមដងផ្លូវអញ្ចឹងហើយយើងអាចបើកដបូលបានធំមែនតើសម្រាប់រថយន្ត Forcing នេះបើកបានដល់កៅអីខាងក្រោយនៅពេលដែលទិដ្ឋភាពដែលយើងជិះនៅលើដងផ្លូវដែលមានបាទរូបភាពស្អាតទេសភាពស្អាតជាប់ជើងភ្នំអញ្ចឹងបើកដបូលមកថតរូបមើលទេសភាពអីអូតែ2ម៉ោងពីភ្នំពេញមែនប៉ុន្តែបងប្អូនអាចមកកយគុណជាមួយនឹងទេសភាពជាប់ជើងភ្នំអញ្ចឹងសម្រាប់កន្លែងទី1ដែលខ្ញុំបានមកគឺមានឈ្មោះថា Kid Farm ដែលបងប្អូនអាចមកបានគឺគាត់ទទួលបាទភ្ញៀវសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យបាទហើយទេសភាពស្អាតមែនទែនយើងអាចមាន activity ច្រើនណាថតរូបជាមួយនឹងជាមួយប្រពែឲ្យចំណីសត្វយើងអាចបំបៅបាទដោះគោអញ្ចឹងសម្រាប់កន្លែងបន្ទាប់ដែលខ្ញុំបានមកគឺផ្ទះចំការស្ទឹងតូចដែលគាត់បើករៀងរាល់បាទសៅរ៍អាទិត្យដូចគ្នាហើយបងប្អូនអាចកម្មង់ជាមួយនឹងម្ហូបបែបស្រុកស្រែមានបាទប្រហុកចំហុយជាមួយនឹងពងទាមានបន្លែប្លុកផ្ទាប់អីអញ្ចឹងទៅហើយមានជាមួយនឹងមាន់ស្ងោរជ្រក់ឬក៏ងាំងៅតាមការកម្មង់ផងបងប្អូនទេសភាពនឹងក៏ស្អាតហើយទឹកត្រជាក់ល្អមែនទែនអញ្ចឹងនេះហើយគឺជាទីតាំងដែលបងប្អូនអាចមកលេងចុងសប្តាហ៍ថ្ងៃសម្រាកជាមួយនឹងគ្រួសារមកបានហើយដោយពួកខ្ញុំប្រើប្រាស់ជាមួយនឹងរថយន្ត Forcing គឺពិតជាអេមែនទែនអានេះគឺជាបទពិសោធន៍មួយដែលខ្ញុំប្រើប្រាស់មួយថ្ងៃពេញបងប្អូនហើយបងប្អូនដែលគាត់ធ្លាប់ឡើងមកជ្រាវដឹងហើយនៅខាងលើរៀងប្របាក់បន្តិចហើយថ្ងៃដែលខ្ញុំមកគឺភ្លៀងប៉ុន្តែនៅពេលដែលខ្ញុំប្រើប្រាស់ជាមួយនឹងរថយន្ត Forcing ស៊ីផុយពីព្រោះថាវាមានប្រព័ន្ធទប់លំនឹងបាទនៅពេលដែលយើងចុះចំណោតអីអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធទប់លំនឹងសម្រាប់បងប្អូនប្រើប្រាស់ងាយស្រួលខ្លាំងមែនទែនអត់ជាបញ្ហាអីទេហើយគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវល្អិលផ្លូវគ្រួសឬក៏ផ្លូវកស៊ូសម្រាប់បងប្អូនប្រើប្រាស់ជាមួយនឹងរថយន្ត Forcing គឺងាយស្រួលសម្រាប់បងប្អូនសុវត្ថិភាពខ្ពស់ហើយបើនិយាយពីចំណុចដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងរថយន្តបាទ Forcing T5 Evo ឆ្នាំ2025នេះគឺការ design ស្អាតបងប្អូនផ្នែកខាងក្រៅអំណាចហើយប្រភេទភ្លើង design មកស្អាតមែនទែនហើយបើនិយាយពី option ទំនើបនៅមានច្រើនណាស់បងប្អូនផ្ដល់ភាពងាយស្រួលដោយប្រភេទklubខាងក្រោយវិញបងប្អូនគ្រាន់តែកវាសជើងមកអាចបិទអាចបើកហើយបើនិយាយទៅដល់ screen រថយន្តនេះវិញគឺធំណាស់បងប្អូនលាតសន្ធឹងធំហើយអ្វីដែលសំខាន់អាច share screen ពីទូរស័ព្ទយើងមកបានទៀតទំនើបមែនទែនក៏មាន memory seat ដែលបងប្អូនអាចសេរីកៅអីបាទទៀបខ្ពស់ឡើងចុះតម្រូវទៅតាមអ្នកបើកបរបានទៀតហើយក៏មានជាមួយនឹងកន្លែងបាទ class C បាទភេទជ្ជៈអីចឹងណាអូនិយាយទៅមកអេមមានបាទជាមួយនឹងកៅអីអូតូបាទសងខាងហើយអ្វីដែលកាន់តែពិសេសមួយទៀតបាទសម្រាប់រថយន្ត Forcing T5 Evo ស៊េរីទំនើបឆ្នាំ2025នេះគឺបំពាក់ជាមួយនឹងម៉ាស៊ីន Mitsubishi ប៉ុនបងប្អូនហើយមានការធានារហូតដល់បាទពេញមួយជីវិតសម្រាប់បាទម៉ាស៊ីនហើយសម្រាប់ទៅលើគ្រឿងបន្លាស់វិញមានការធានារយៈពេល5ឆ្នាំឬក៏ស្មើនឹង150,000 គីឡូម៉ែត្រហើយផ្ដល់ជាមួយនឹងសេវាកម្មបាទលាងរថយន្តរហូតតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ទៅលើរថយន្តបាទ Forcing T5 Evo នេះអាចធ្វើការទំនាក់ទំនងបាទទៅកាន់បាទផ្នែកលក់គឺគាត់ឈ្មោះចិន្តាហើយសម្រាប់បាទ showroom ផ្ទាល់តែម្ដងហ្នឹងគឺនៅលើផ្លូវជាតិលេខ 6A នឹងឯងលំអិតព័ត៌មានបន្ថែមមើលនៅខាងក្រោម comment វីដេអូអរគុណច្រើនបាទបាយបាយ